បានជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់លើកនិយាយបន្តិចចំពោះយុវវ័យសម័យថ្មីមួយចំនួនដែលគាត់បានរៀនខ្ពង់ខ្ពស់ហើយគាត់តែងតែប្រមាថទៅលើអ៊ំប្រុសអ៊ំស្រីមួយចំនួនដែលគាត់មានអបិយជំនឿទៅលើរឿងបារមីហើយចោទប្រកាន់ពួកគាត់ថាជឿទៅលើរឿងបារមីហើយបំពុលសង្គមឲ្យគេនឹងទៅជឿទៅលើរឿងបារមីអស់ហ្នឹងថាវាគ្មានប្រយោជន៍អីអញ្ចឹងទៅខ្ញុំសួរថាចាតើបងប្អូនទាំងគ្នានៅពេលដែលយើងរស់នៅសពថ្ងៃហ្នឹងតើរស់នៅទឹកដីរបស់អ្នកណាប្រកាសជារស់នៅទឹកដីរបស់ព្រះហើយសួរថាសង្គ្រាមលោកលើកទី3នៅខាងមុខឆាប់នេះសួរថាពេលដែលមានគ្រោះមានមហន្តរាយអីទាំងអស់ហ្នឹងសួរថាពេលដែលយើងជួបគ្រោះហ្នឹងតើយើងស្រែកឲ្យព្រះជួយទេប្រកាសជាស្រែកឲ្យព្រះជួយហើយនៅពេលដែលយើងជួបគ្រោះពិតប្រាកដទើបដឹងថាព្រះសុំស្រែកឲ្យព្រះជួយផងហើយសួរថាព្រះជួយបានអត់បើសិនជាយើងអត់ជឿទៅលើរឿងព្រះហើយអត់បន់ស្រន់ហើយអត់ធ្វើអំពើល្អនៅរឿងដែលយើងមានអបិយជំនឿដែលយើងជឿទៅលើរឿងបារមីអស់ហ្នឹងបងប្អូនទាំងអស់គ្នាត្រូវចាំថាអញ្ចឹងទោះជាយើងរៀនបានខ្ពង់ខ្ពស់រៀនបានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយហើយយើងមានភាពលោភលន់ចង់បានទឹកដីរីកចម្រើនឬក៏ធ្វើអាគារអីផ្សេងគ្រាប់នុយក្លេអ៊ែរអីផ្សេងហ្នឹងសួរថាចុងក្រោយហ្នឹងគឺបានទាំងអស់មែនអត់ទេគឺចុងក្រោយហ្នឹងរលាយទាំងអស់គ្មានបានស្អីទេការលោភលន់ទាំងអស់ហ្នឹងនោះអញ្ចឹងហើយបងប្អូនទាំងគ្នាកុំសើចចំអកទៅលើអំពូមីងដែលគាត់ជឿទៅលើរឿងបារមីឲ្យសោះនៅពេលដែលគាត់ជឿរឿងបារមីគោរពទៅលើសត្វដូចគាត់គោរពទៅលើសត្វពស់ហ្នឹងអញ្ចឹងសត្វពស់ហ្នឹងគឺជាបរិវាររបស់នាគរាជអញ្ចឹងហើយទ្រង់ពេលដែលពុទ្ធបរិស័ទទាំងអស់គ្នាជឿទៅលើរឿងបារមីនៃសត្វពស់ហ្នឹងគឺមេដាប្រកាសជាស្ដាប់បានប្រកាសជាស្ដាប់ឮពីខាងលើមកនៅពេលដែលយើងជឿហើយយើងស្រែកហៅមេដាអញ្ចឹងហើយសត្វពស់ទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាបរិវាររបស់ទ្រង់នឹងឯងព្រោះដោយសារតែទ្រង់គឺជាអ្នកបង្កើតលោកហើយក៏ជាអ្នកបង្កើតសត្វអសេរពឹសអីទាំងអស់ហ្នឹងដែរអញ្ចឹងហើយនៅពេលដែលយើងមានជឿទៅលើរឿងបារមីគឺយើងស្រែករកមេដាបិតាគឺគាត់ប្រកាសជាទ្រង់នឹងថែរក្សាពួកគាត់ហើយអញ្ចឹងបងប្អូនទាំងគ្នាសូមកុំប្រមាថអសោះសូមកុំប្រមាថព្រោះថាសង្គ្រាមលោកលើកទី3នៅខាងមុខហើយមិនយូរហើយក៏មិនឆាប់ដែរគឺអាចនឹងខាងមុខហើយមហាសមុទ្រក៏នៅខាងមុខដែរខ្ញុំនិយាយនេះគឺចង់ឲ្យបងប្អូនទាំងគ្នារៀនទទួលស្គាល់រៀនជឿទៅលើរឿងអបិយជំនឿខ្លះព្រោះថាមហាសមុទ្រទាំងអស់គឺនៅខាងមុខពិតមែនប៉ុន្តែវាមិនយូរហើយក៏វាមិនឆាប់ដែរអញ្ចឹងណាអញ្ចឹងហើយនៅពេលដែលយើងជួបគ្រោះមហន្តរាយហ្នឹងសួរថាយើងស្រែករកព្រះឲ្យជួយអត់ប្រកាសជាស្រែករកព្រះឲ្យជួយហើយព្រោះយើងបានជួបពិតប្រកបប៉ុន្តែសួរថាយើងអត់ធ្វើអំពើល្អគិតតែពីមានភាពលោភលន់តណ្ហាចង់បានមានខ្ពង់ខ្ពស់ខ្លាំងពេកជ្រុលហួសនិយមដណ្ដើមគ្នាកាប់ចាក់គ្នាដើម្បីតែទ្រព្យសម្បត្តិផលប្រយោជន៍ទាំងអស់ហ្នឹងគឺមិនមែនជាអំពើល្អនោះទេអញ្ចឹងណាអ៊ំប្រុសអ៊ំស្រីគាត់ជឿទៅលើរឿងបារមីប៉ុន្តែគាត់ជាមនុស្សស្មោះត្រង់ជាមនុស្សស្លូតត្រង់គាត់តែងតែបដៅកូនរបស់គាត់ឲ្យដើរតាមគន្លងនៃព្រះពុទ្ធសាសនានិងព្រះជានិច្ចដោយសារតែពួកគាត់គឺមានអបិយជំនឿហើយគាត់តែងតែបដៅកូនរបស់គាត់ហ្នឹងដើម្បីឲ្យចិត្តរបស់យើងនឹងធ្វើអំពើល្អហើយចិត្តស្ងប់មិនមានចិត្តលោភលន់ព្រោះថាយើងរស់នៅសពថ្ងៃគឺរស់នៅភពផែនដីហ្នឹងគឺជាទឹកដីរបស់ព្រះនោះទេអញ្ចឹងហើយសូមកុំប្រមាថទៅលើព្រះឲ្យសោះព្រោះថាទឹកដីភពផែនដីហ្នឹងដំបូងគឺជាមហាសមុទ្រទេជាមហាសមុទ្រអញ្ចឹងហើយនៅពេលដែលពុទ្ធទំនាយហ្នឹងមកដល់គឺទឹកដីទាំងអស់ហ្នឹងគឺមហាសមុទ្រដដែលហ្នឹងឯងអញ្ចឹងណាប៉ុន្តែវាមិនមែនលិចទាំងស្រុងនោះទេគ្រាន់តែវានៅកន្លែងខ្លះដែលសវត្ថិភាពនឹងឯងហើយទឹកដីដែលសវត្ថិភាពខ្លាំងជាងគេគឺទឹកដីមហានគរខ្មែរយើងនឹងឯងគឺមានសវត្ថិភាពប៉ុន្តែក៏មិនមែនថាអត់ជួបគ្រោះដែរសង្គ្រាមលោកលើកទី3ខាងមុខហ្នឹងក៏មានជួបខ្លះដែរប៉ុន្តែដោយសារតែយើងមានបារមីទ្រង់អ្នកមានបុណ្យនឹងតាមថែរក្សាយើងនៅក្នុងទឹកដីមហានគរខ្មែរហ្នឹងហើយបើមិនជឿកុំប្រមាថអសោះព្រោះថាពេលវេលាខាងមុខបងប្អូនតាគ្នារងចាំមើលទៅកុំតន់និយាយកុំតន់សើចំអកព្រោះថាអ្វីដែលលោភលន់ទាំងអស់ហ្នឹងគឺអត់បានទេអ្វីដែលយើងមានភាពតណ្ហាលោភលន់ទាំងអស់ហ្នឹងគឺអត់បានទេអត់បានទាំងអស់ដណ្ដើមគ្នាប្រកួតប្រជែងធ្វើឲ្យប្រទេសរីកចម្រើនខ្លាំងអានេះខ្លាំងអានោះខ្លាំងអត់បានទាំងអស់អត់បានទេបងប្អូនទាំងគ្នាបាទខ្ញុំនិយាយតែប៉ុណ្្នឹងហើយសូមកុំ
ជេរប្រមាថទៅលើអ៊ំប្រុសអ៊ំស្រីគាត់មានចិត្តស្មោះត្រង់ស្លូតបូតខ្លាំងណាស់ហើយគាត់ជឿទៅលើរឿងបារមីគឺជារឿងល្អហើយគាត់តែងតែបួងសួងទៅដល់ព្រះព្រោះថាយើងរស់នៅសប្តាហ៍ថ្ងៃហ្នឹងគឺជាទឹកដីរបស់ព្រះនោះទេមិនមែនជាទឹកដីរបស់អ្នកណានោះទេបាទអរគុណច្រើន